ok làយើងដាក់ចំណុចមួយទៀតគឺតាក់ទងជាមួយនឹង CF font បាទហ្នឹងគឺយើងដាក់ font style នៅលើ web page របស់យើងគឺយើងប្រើ CF font នៅក្នុងនោះគឺមាន font family បាទ font family ហ្នឹងគឺជាឈ្មោះ font ដែលយើងដាក់ឲ្យwebsite content របស់យើងដែលយើងចង់ប្រើប្រាស់ font នេះគេបាទហើយចឹងនៅក្នុង font family ហ្នឹងគឺយើង set font ឲ្យអក្សរបាទឲ្យ text ដែលជា content របស់យើងហើយមួយទៀតនៅក្នុងការដាក់ font family គឺអាចដាក់ font បានច្រើនបានន័យថាដាក់ value របស់វាបានច្រើននៅពេលដែលយើងដាក់ font family យើងអាច separate value ដោយ comma បានន័យថាឈ្មោះ font របស់យើងហេតុអីបានគេដាក់ font ច្រើនដោយសារតែប្រសិនបើ font ណាមួយដែលវាអត់ស្គាល់ឧទាហរណ៍ font ដែលយើងដាក់មុនគេវាអត់ស្គាល់វានឹងគេហៅថាពេលដែលវាអត់ស្គាល់គឺវានឹងទៅ read នៅ font ទី2បាទឬក៏ font ទី3ទៅតាម value ដែលយើងដាក់ហើយការដាក់បែបហ្នឹងគេហៅថា fallback បានន័យថានៅពេលដែលទី1អត់ដើរវានឹងទៅជ្រើសរើស font ទី2យកមក render បាទហើយក្នុងករណីដែល font របស់យើងបាទមានឈ្មោះ font ដែលមាន space ឧទាហរណ៍ដូច Times New Roman ចេះគឺគេត្រូវប្រើជាលក្ខណៈ double quote យើងប្រើ quote ឲ្យវាណា quotation mark ឲ្យវាដើម្បីឲ្យវាស្គាល់ថាហ្នឹងជាឈ្មោះតែមួយណាហើយមួយទៀត fallback font ហ្នឹងជាច្រើនគេប្រើជា generic font បាទ font ដែលមាននៅគ្រប់ម៉ាស៊ីនទាំងអស់អញ្ចឹងបើសិនជាវា font ដែលយើងចង់ដាក់ហ្នឹងគឺវាអត់ដើរវាអត់ស្គាល់គឺវានឹងទៅហៅ font មក fallback របស់យើងអញ្ចឹងយើងអាចមើលក្នុងឧទាហរណ៍ប្រហែលជាងាយយល់ជាងអូខេបើមិញមានអ្នកហៅខ្ញុំអូខេអញ្ចឹងfont family កន្លែងនេះយើងដាក់មកទី1គឺ Times New Roman បាទទី2គឺ Times ទី3គឺ Serif បាទfont family មួយទៀតគឺប្រភេទ Sans Serif បាទគេដាក់ថា Sans Serif ខ្លះរបស់វាហើយមាន value ទី1គឺ Arial បាទន័យថាវានឹងទៅ select រមើលម៉ាស៊ីន font នៅក្នុងម៉ាស៊ីនរបស់ server ដែលកំពុងតែ render ហ្នឹងបាទតើមាន Arial អត់បើសិនជាអត់មានវានឹងយក font ទី2ហើយចុងក្រោយវាយក font ទី3ហើយនៅក្នុងហ្នឹងគឺ font ខ្លះ sans serif នេះគឺខ្លះមួយនេះគឺ font ហ្នឹង fallback បាទ sans serif នេះគឺវាងាយមើលនៅក្នុង computer font ហ្នឹងគឺស្រួលមើលបាទវាអត់ផ្នែកយើងស្រួលមើលជាងណាជាង font ខាងលើ serif បាទមានfont មួយទៀតគឺ class monospace ដែលបាទនេះជាឈ្មោះ font ទី1ដែលមាន2អញ្ចឹងមាន2តួអញ្ចឹងគឺគេប្រើ double quote អានេះដូចគ្នាដែរគេប្រើបាទជាទូទៅគឺគេប្រើបែបហ្នឹងណា font family ហើយឧទាហរណ៍មួយនេះចឹង05 font បើមកនៅក្នុង IDE ខ្លះគឺមានសម្រាប់ format វា auto format ឲ្យយើងនៅក្នុងនេះខ្ញុំអត់ដែលបានcheck មើលតើវាមាន auto format នឹងអត់លើ VS Code ហ្នឹងបើវាមាន auto format ហ្នឹងអាហ្នឹងយើងស្រួលយើងសរសេរឲ្យវា format ឲ្យស្អាតតែម្ដងដូចនេះអញ្ចឹងវាអត់ format ឲ្យយើងទេអញ្ចឹងយើង
ថៃគួយ format ខ្លួនឯងតែ ID ខ្លះវាឆ្លាតវាអាចឲ្យយើង format បានបានចឹងនេះគឺជាលទ្ធផលចឹងយើងប្រើ font ហើយ font នេះគឺអាស្រ័យទៅលើអ្នក designer ថាយើងត្រូវការប្រើ font អីគេចឹងថាយើងធ្វើ website ចឹង designer គាត់នឹងប្រាប់ឲ្យថាគាត់ប្រើ font អីគេបាទចឹងយើងអាចយកឈ្មោះ font នឹងមកប្រើតែម្ដងណាបើថាឲ្យប្រើ font ណាស្អាតសម្រាប់ខ្ញុំមិនដឹងថា font ណាស្អាតទេតែ font ងាយមើលគឺ font ទី2នេះបាទ font ខាងលើនេះគឺវាពិបាកភ្នែកមើលបន្តិចតែបាទនេះគឺស្រួលមើលតែរៀលហ្នឹងមួយទៀតតមុខទៀតគឺតកតងជាមួយនឹង font style អញ្ចឹងយើងអាចដូរ font style បាទ font style គឺមាន normal មាន italic បាទចឹងយើងអាច test យើង inspect ឧទាហរណ៍យើងដាក់ fontកន្លែងខ្លះ value ខ្លះខ្ញុំអត់ដឹងទេអញ្ចឹងដល់ពេលអញ្ចឹងយើងអាច check ជាមួយនឹង inspect tool របស់យើងដល់កន្លែងហ្នឹងយើងដាក់ font style អញ្ចឹង font style មាន value ឯខ្លះវា load ឲ្យយើងឯនេះណាបាទដល់នេះអញ្ចឹង italic trade ណាយើងអាច test វា normal អានេះក៏ trade ដែរ oblique នេះបាទមាន value ច្រើនដែលមើលទៅវាស្តៀងគ្នាហើយកន្លែង value ខ្លះក៏ដាក់ទៅក៏វាអត់មានប្រែប្រួលហ្នឹងក៏អាស្រ័យលើយើង test ដល់ពេលយើងធ្វើបច្ចេកពិតប្រកបយើង test ត្រូវការ test ទៀតបាទដែល inherit នេះវា inherit ចេញពី main របស់វាថាមាន container នៅក្នុង paragraph របស់យើងវាមាន container របស់យើងហ្នឹងគឺអាចថាវាអក្សរ trade ហើយយើងចង់ឲ្យវាមកធម្មតាវិញយើងអាចដាក់ normal លើវាទៅបាទ initial នេះបានន័យថា default font បែបណាគឺវានឹងយកបែបហ្នឹងអញ្ចឹងវាដូចនឹង normal ដែរទេបាទប៉ុន្តែអាពីរនេះ revert នេះដូចអត់មានប្រែប្រួលដែរបាទ unset ហើយនឹងអាពីរនេះខ្ញុំអត់ដឹងដែរបាទខាងលើនេះខ្ញុំដឹងតែនេះខ្ញុំអត់ដឹងមាន value ខ្លះក៏ខ្ញុំអត់ដឹងដែរមិនថាខ្ញុំនឹងដឹងទាំងអស់នោះទេណាគាត់ខ្ញុំដឹងភាគច្រើនអូខេអញ្ចឹងឥឡូវនេះយើង font style បាទយើងដាក់ italic មកគឺវា trade ដែរអញ្ចឹងយើងអាចដាក់នៅលើ class នេះតែម្ដងអានេះយើងតាម tab ចូលក្នុងមួយទៀតអានេះយើងដាក់ class ហើយក៏យើងអាចថែម style បានដែរណាឧទាហរណ៍យើងថែម style font style បាទដាក់ italic អីទៅមកបានន័យថាយើងអាចសេមមកចូលគ្នាយើងប្រើ class ផងយើងប្រើ style ទៀតបានដូចគ្នាណាអត់អីអត់បញ្ហាទេបាទគឺវាស្គាល់ទាំងអស់បានន័យថាវាយក font ហ្នឹងបូកបញ្ចូលគ្នានេះអានេះ inline អានេះ class របស់យើងហើយយើងចង់ដោះបាទនេះយើងដោះកុំឲ្យវា run ណាយើងអាចបាទយើង tick ចេញមកគឺវាអត់ run ទេអានេះយើងដូរ italic បាទយើងដោះចេញមកគឺវាអត់ run ទេតែដល់ពេលយើង refresh វាត្រឡប់ទៅដូចដើមបាទអញ្ចឹងកន្លែងកែនេះវាអត់មានប៉ះពាល់នៅក្នុង code file របស់យើងទេបាទអា normal នេះគឺធម្មតាណាបើយើងអត់ដាក់ក៏បានតែ normal គឺវាបានន័យថា default របស់វាមិនគឺប៉ុណ្ណឹងណាមួយទៀត font weight នេះតើតើមួយ bold អញ្ចឹងយើងធ្លាប់ឃើញយើងប្រើ text bold ណាប៉ុន្តែនេះយើងអាចប្រើ CS បានដូចគ្នាឧទាហរណ៍យើងប្រើ text bold ឧទាហរណ៍កន្លែងណាឧទាហរណ៍បើឧទាហរណ៍នេះចុះយើងដាក់ B មាន text សម្រាប់ bold ណាប៉ុន្តែមួយទៀតឧទាហរណ៍កន្លែង class mono space នេះចុះខ្ញុំប្រើ style មួយទៀតគឺ font weight bold ហើយក៏យើងអាចដាក់ value បាននៅក្នុងហ្នឹងបាទយើង control space មកនេះមាន
អានេះ value នេះគឺទំហំរបស់វាណាបាទនេះយើងដាក់មិនមានដល់900អញ្ចឹងយើងសាកដាក់បាទនេះគឺបូលដូចគ្នាណាហើយយើងអាចប្រើ style ក៏បានយើងប្រើ take ក៏បានអានេះ take ហើយយើងអាចប្រើជាអក្សរក៏បានដែរកន្លែងនេះយើងដាក់ bold ទៅ before បាទបាទនេះគឺ bold ហើយបន្តមកទៀតគឺបាទនេះ font weight អញ្ចឹងនៅក្នុងនោះគឺមាន bold បាទមាន normal នេះ value របស់វាយើងអាចតេស្តតាមហ្នឹងទៅមាន lighter មាន bold មានយើងអាចដាក់ជាលេខក៏បានដែរលេខ900នេះបានន័យថាវាក្រាស់ហើយ bold ក្រាស់ហើយមួយទៀត value សួរថា value មានអីខ្លះបាទដូចដែលខ្ញុំបានប្រាប់អញ្ចឹង value ពេលខ្លះគឺខ្ញុំអត់ដឹងទាំងអស់នោះទេអញ្ចឹងដើម្បីដឹង value យើងអាច control space ណានៅលើ keyboard របស់យើងគឺពេលហ្នឹងវានឹង suggest value ឲ្យអ្វីដែលអាចដាក់បាននៅក្នុងហ្នឹងណាឥឡូវនេះគឺវាស្គាល់អញ្ចឹងយើងបើតម្លៃលេខយើងអាចដាក់ពី100រហូតដល់900ណាបាទនេះ set value របស់វាអាហ្នឹងតាមប្រភេទ IDE នេះគឺវាឆ្លាតត្រង់ចំណុច CS បាទ CS គឺវា load ឲ្យយើងហើយបើសិនជាយើងអត់ដឹងកន្លែងហ្នឹងទេគឺយើងដូចខ្ញុំបានប្រាប់នៅក្នុងនេះអញ្ចឹងនេះ inspect tool ឥឡូវខ្ញុំដាក់ថា font បាទ weight បាទនេះ set the value អញ្ចឹងយើងអាចដឹង value បាទវាមាន value ណាដែលយើងអាចដាក់បានគឺវានឹងប្រាប់យើងណាបាទមានបាទអានេះ bold នេះគឺ bold ធម្មតាបាទនេះ900រឿងក្រាស់ណាអញ្ចឹងដូរតាមនឹងទៅមិនថា font style ទេទោះបី style អីផ្សេងទៀតក៏ដោយគឺវាមាន value ដើម្បីយើងអាច check បានយើងអាច check ទៅតាម IDE ហ្នឹងទៅតាម inspect របស់ browser ហ្នឹងណាមួយទៀត font size បាទអញ្ចឹង font size នៅក្នុងនេះគឺ font size យើងអាចកំណត់ font size ហើយ default font របស់យើងគឺ16នេះបាទ default font របស់ text របស់យើងនៅលើ browser គឺយើងគឺ16 pixel ហើយមួយទៀតគឺគេមានຂະຫນາດ EM ណាបាទຂະຫນາດ EM នេះក៏គេនិយមប្រើដែរហើយមួយ EM បានន័យថា16 pixel បាទហ្នឹងជាຂະຫນາດរបស់គេអញ្ចឹងយើងបើ default 16ហើយមួយ EM ហ្នឹងគឺ16 pixel នឹងឯងប៉ុន្តែនៅក្នុងនេះគេប្រាប់យើងថាបើសិនជាយើងអាចដាក់ font ទៅលើ paragraph ប៉ុន្តែយើងអត់គួរបើសិនជាយើងចង់ប្រើ heading យើងត្រូវតែប្រើ heading យើងអាចយក font ហ្នឹងទៅដាក់ឲ្យវាទំហំធំប្រហែលនឹង H1 ហើយយើងដាក់ bold ដាក់អីឲ្យវាយើងយកអាហ្នឹងធ្វើ heading អត់កើតទេពីព្រោះ P វានៅតែ P ដដែលនៅពេលដែលយើងធ្វើ website បើសិនជាយើងអត់ដាក់ heading ឲ្យ web page របស់យើងទេបានន័យថានៅពេលដែល Google វា index គឺវាអត់ស្គាល់ទេវាដឹងថាហ្នឹងជា paragraph វាអត់ថាហ្នឹងជា heading ទេដោយសារយើងមើលនឹងផ្នែកឃើញថាវាធំមែនធំប៉ុន heading H1 ប៉ុន្តែជាក់ស្ដែងនៅក្នុង source code របស់វាគឺវាជា paragraph អញ្ចឹងគេអត់ recommend ឲ្យយើងដាក់ font size ដើម្បីយកធ្វើជា heading ទេណាបាទនេះគឺ size font size របស់យើងអញ្ចឹងខ្ញុំនឹង copy សូម copy កន្លែងហ្នឹងហើយគេនេះដាក់bold បាទ HTML របស់យើងនេះអត់ format ទេជាមួយខ្ញុំដើររក tool ណាដែល plug in វាមាន plug in មួយក៏មាន key សម្រាប់ឲ្យវា auto format ណាគាត់ថាយើងចុចទៅវា format ឲ្យយើងស្អាតតែម្ដងណា
vàនៅក្នុង PHP Storm វាចុច Control Shift F គឺវាធ្វើឲ្យយើងឲ្យស្អាតសរសេរកូដលឿនណាបើនៅក្រុមហ៊ុនស្តង់ដាក្រុមហ៊ុនធំណាគឺគេប្រើ PHP Storm សម្រាប់ធ្វើ website វាដើរលឿនណាគេសុខចិត្តទិញ license ឲ្យបុគ្គលិករបស់គេប្រើថតគ្នាគេមានប្រហែល30នាក់អញ្ចឹងគេទិញ license ជាលក្ខណៈគ្រប់អញ្ចឹងមកឲ្យដើម្បីយើងធ្វើ website នឹងបានលឿនបាទហើយដើរលឿនមែនPHP Storm ហ្នឹងវាឆ្លាតវាមាន auto suggest មានអីច្រើនតែដល់ពេលយើងប្រើរបស់ free នេះមិនមែនថាវាអន់ទេព្រោះ IDE នេះវាមាន plug in ចំនួនច្រើនតែបើសិនតែយើងដាក់ plug in គ្រប់របស់វាបាទដើរលឿនដូចតែគ្នាទេណាអញ្ចឹងអានេះយើងដាក់ font size បើមាន14អានេះយើងដូរ font size យើងអាច inspect ឥឡូវខ្ញុំ inspect paragraph មួយនេះអានេះ14តាមពិត default របស់វាគឺ16អញ្ចឹងយើងអាចទៅឡើងមកបាទដល់ពេលយើងដាក់អាហ្នឹងហើយយើងដាក់អីគេfont weight bold ទៀតបាទដូច heading ហ៎ដូចមែនតើណាប៉ុន្តែវានៅតែជា paragraph ដដែលទេអញ្ចឹងមិនគេអត់ឲ្យយើងដូរ font size យកនឹងធ្វើជា heading អត់ទេណាបាទមួយទៀតគឺគេនិយាយអំពី font ដែលប្រើប្រាស់ជាមួយនឹងຂະຫນាត EM បាទຂະຫນាត EM អញ្ចឹង EM កន្លែងនេះបាទយើងមើលកន្លែងកូដគឺ 2.5 EM អញ្ចឹងបានន័យថា16គុណនឹង 2.5 អញ្ចឹងបើសិនជាយើងចង់បំបែក EM ទៅ pixel យើងគុណបែបហ្នឹងឧទាហរណ៍យើងដឹងថា EM នេះគឺ16អញ្ចឹងបើសិនជា 2.5 បានន័យថា 2.5 គុណ16អញ្ចឹង 2.5 គុណ16វាស្មើនឹង40បាទដូចគ្នាអានេះ 1.875 EM យើងយកអាហ្នឹងគុណនឹង16ទៅឃើញ30ហើយណាអានេះគុណ 0.875 គុណ16ទៅវាស្មើនឹង14 pixel បាទអញ្ចឹងຂະຫນាតហ្នឹងគឺយើងអាចប្រើបានដូចគ្នាបាទអ្នកខ្លះធ្វើ website គាត់ចូលចិត្តប្រើ EM អ្នកខ្លះចូលចិត្តប្រើ pixel ប៉ុន្តែយើងអាច convert បានទៅវិញទៅមកហើយណាអត់បញ្ហាទេអញ្ចឹងកន្លែងនេះគឺជាឧទាហរណ៍នៃ EM បាទមួយទៀតបាទខ្ញុំសូម copy code ព្រោះកុំឲ្យព្រោះហ្នឹងយើងអាចមើលយល់ចំណាយពេលសេលើវាអាចចំណាយពេលច្រើនបាទតិចប៉ុន្តែក៏វាចំណាយពេលច្រើនដែរអញ្ចឹងគ្រាន់តែ format វាបន្តិចតួចមកឲ្យវាមើលតែដល់ពេលយើងធ្វើមែនតើយើងអាចធ្វើយកស្អាតណាពេលយើងធ្វើ project ពិតប្រាកដយើងត្រូវធ្វើយកស្អាតបន្តិចបើសិនតែយើងសរសេរកូដយើងដើរតែយើងសរសេរកូដមិនសូវជាមានរបៀបបាទចូលក្រុមហ៊ុនស្តង់ដាក្រុមហ៊ុនដែលយើងធំល្មមពីច្រើនក្រុមហ៊ុនបរទេសបាទសូម្បីតែកូដក៏វាត្រូវការយើងសរសេរមានស្តង់ដាមានអីងាយមើលដែរមិនថាគ្រាន់តែ copy ឲ្យដើរទេចឹង inspect មើលបាទនេះ 0.6 អានេះ paragraph របស់យើងគឺ 0.875 EM អញ្ចឹងយើងអាហ្នឹងវាមិញមក14ហើយយើងដាក់14 pixel បាទយើងសេ inline មួយមកដើម្បីប្រៀបធៀបអានេះ heading sorry paragraph មាន2ម្ដងទៀត refresh ខាងក្រោមនេះ 0.8 8.5 អញ្ចឹងឥឡូវនេះក៏ 0.8.5 អញ្ចឹងយើង override វាយើងសេ inline ដើម្បី override
mà miền ấy prai pro đấy o tê đời xa đập buôn pixel đó cứ việc smart đang zone cho phòng bày ở chật phèm em năng ấy nè chân dừng tay bạn nâng ok một tiết kịp ở em cho mỗi đồng phía rồi ok dùng về tích video tại vì tôi mới việc chạy thao viên này và to thì hiện chẳng ok lấy format vì ok dương zoom nhưng tay code tích bằng cái anh chúng này cái trang cầm nốt ai việc font miền tầm hôm pon kia có browser cho nên cái miền tịch này mới cứ cái phở font size từ lừa body mà rồi phía rồi hai tao mắc cái phở em bài này trong cái phở bài nó cứ font size viên nó miền tầm hôm đôi kia có browser này cứ fix từ lừa font và có browser cái anh chụp bài năng bán trong cái class về cái class về render nó browser sẽ việc đôi khi chẳng ở đây chia tận này không cả đạo font bỏ dương miền tầm hồng font này cứ đạo lựa body đạo font size mà rồi phía rồi ok chẳng là lấy font nhưng xong stop bằng sẵn á từ tầng mỗi font